សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel នេះសម្រាប់រឿងដែលរឿងរបស់យើងដែរគឺឈានចូលដល់ភេទ17ហើយណាគឺពាក់កណ្ដាលភាគអីអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាសាច់រឿងហ្មងទៅហើយសាច់រឿងនៃភាគទី17ហ្នឹងយើងឃើញថាតួស្រីហ្នឹងកំពុងតែរៀបចំថតវីដេអូដើម្បីផ្ញើឲ្យតួប្រុសនាងបាននិយាយថានាងរៀងអៀនតិចហើយដោយសារតែនាងហ្នឹងអាចធ្លាប់ថតវីដេអូបែបហ្នឹងពីមុនមកទេតែនាងហ្នឹងពិតជាអរគុណគេខ្លាំងណាស់សម្រាប់ការនៅក្បែរកន្លងមកក៏ដូចជាការបង្ហាត់កីឡាករទាំងអស់ហើយពេលដែលតួស្រីកំពុងតែរីខតវីដេអូហ្នឹងយើងឃើញថាតួប្រុសហ្នឹងបានរៀបចំអីវ៉ាន់ចេញទៅហើយគេបានកលេចមើលបន្ទប់នាងដែរហើយនាងក៏បាននិយាយទៀតថាប្រហែលជាពួកយើងនឹងគ្រាន់តែជាអ្នកដំណើរឆ្លងកាត់ជីវិតគ្នាទៅវិញទៅមកទេតែគេនឹងបានជួយពួកក្មេងៗដូចជាមនុស្សម្នាក់ដែលកំពុងតែជួយកូនឆ្មាដែលចិត្តលងទឹកអញ្ចឹងហើយសម្រាប់កូនឆ្មាហ្នឹងគឺគេទទួលបានអារម្មណ៍ដែលមានសុវត្ថិភាពនិងសុខចិត្តនៅក្នុងជីវិតខ្លាំងណាស់តែនាងនឹងពិតជាអរគុណគេយ៉ាងខ្លាំងហើយពេលនោះដែរទូផមអានរៀបចំឲ្យបានឡើងឡាននេះដែលគេក៏បានកលេចរមើលនាងដែរមិនថាឃើញនាងមកជូនដំណើរគេទេអញ្ចឹងហើយគេក៏បានជិះឡានទៅជាមួយគ្នានឹងដែរទូស្រីក៏បានរីខតវីដេអូចប់ហើយប៉ុន្តែនាងបានកលេចឃើញអ៊ីមែលនៅលើក្តារខៀននាងក៏ឆ្ងល់ថាអាណាគេជាអ្នកសរសេរអ៊ីមែលហ្នឹងហើយនាងក៏បានចុចចូលក្នុងទូរស័ព្ទមើលអញ្ចឹងណានៅពេលដែលនាងចូលទៅគឺឃើញពីការផុសរបស់ក្លឹបយ៉ងឈួនហេងជឺដែលពួកគេនឹងបានផុសពីការតែងតាំងគ្រូបង្វឹកថ្មីប៉ុន្តែសាច់រឿងនៅអត់ទាន់បញ្ជាក់ថាជាអ្នកគេទេតួស្រីឃើញតែប៉ុណ្ណឹងនាងក៏បានរត់ទៅក្រៅលឿនដែលនាងបានរត់ទៅរកតួប្រុសអញ្ចឹងណាដោយសារតែមុននឹងដែរលិខិតតែងតាំងគ្រូបង្វឹកថ្មីហ្នឹងមិនជាតួប្រុសទេគឺជាលោកលាវឈួនខ្វានបានតែក្រោយមកនេះយើងក៏ឃើញថាតួស្រីហ្នឹងបានរត់មកដល់មុខឡានរបស់តួប្រុសហើយដល់តែឃើញអញ្ចឹងតួប្រុសហ្នឹងក៏បានឲ្យតកងឡានហ្នឹងឈប់ឡានអញ្ចឹងណាហើយគេក៏បានចុះពីឡានហ្នឹងមកហៅតួស្រីបន្ទាប់មកសាច់គឺកាន់នៅពេលដែលពួកគេទាំងពីរនាក់ហ្នឹងកំពុងតែមើលវីដេអូក្មេងៗរីខតតែអ្នកនិយាយដំបូងគេហ្នឹងគឺជា Fia ដែលជួបគ្រូមួយដំបូងហ្នឹងគេគិតថាគ្រូមួយហ្នឹងគឺជាពួក scammer ដែលគាត់ហ្នឹងរត់ទៅធ្វើពួកជាចេះបានទាត់ទេដើម្បីបានញ៉ាំអ្នកគ្រូលីនអត់នឹកស្មានថាគាត់ហ្នឹងពិតជាចេះលេងបាល់មែនទេអញ្ចឹងហើយពួកយើងមានអារម្មណ៍ថាដូចជាត្រូវឆ្នោតធំអញ្ចឹងហើយអ្នកនិយាយបន្ទាប់ហ្នឹងគឺជាចិនរិនដែលគេបាននិយាយថាដំបូងហ្នឹងគេឆ្ងល់ខ្លាំងណាស់ដែលមានមនុស្សអាចារ្យដូចជាគ្រូបង្វឹកហ្នឹងមកបរៀនពួកគេតែថាពួកគេហ្នឹងអត់ដែលហ៊ានសម័យថាមានស្នាមបែបហ្នឹងទេអញ្ចឹងហើយពួកគេហ្នឹងពិតជាអរគុណគ្រូបង្វឹកខ្លាំងណាស់អ្នកបន្ទាប់ហ្នឹងគឺជាយូមីងដែលគេបាននិយាយថាគេដឹងថាគ្រូបង្វឹកហ្នឹងថ្ងៃមកទៅនឹងរវល់ប៉ុន្តែបើសិនជាមានពេលហ្នឹងកុំភ្លេចបានណែនាំពួកគេផងហើយឈីលៀងក៏បាននិយាយថាអរគុណគ្រូបង្វឹកខ្លាំងណាស់ដែលបានពេញក្តីស្មៃខ្វះខាតរបស់ពួកគេគេថាទូផនហ្នឹងដូចជាផ្លែតារ៉េអញ្ចឹងខាងក្រៅហ្នឹងមើលទៅហុករាងខអស់ប៉ុន្តែខាងក្នុងវិញហ្នឹងគ្រូបង្វឹកហ្នឹងគឺបានបរៀនពួកគេយ៉ាងច្រើនហើយអ្នកបន្តមកទៀតហ្នឹងគឺជាវ៉ាន់ឈឹងយីដំបូងហ្នឹងគេហ៊ាននិយាយទេតែអ្នកផ្សេងហ្នឹងកុំឲ្យគេហ្នឹងធ្វើពុតទៀតអីឲ្យគេនិយាយទៅហើយគេក៏ថាលើកក្រោយនៅពេលដែលពួកគេជួបគ្នាហ្នឹងគេនឹងលេខ្លាំងជាងមុនទៀតអញ្ចឹងឲ្យតួប្រុសហ្នឹងចាំមើលទៅតមកទៀតហ្នឹងគឺជាឈិនអោដែលគេបាននិយាយថាអរគុណគ្រូបង្វឹកអរគុណដែលខំបង្ហាត់ពួកយើងក៏ដូចជាដឹកនាំពួកយើងហ្នឹងឲ្យយកឈ្នះក្រុមនីងអាននិងក្រុមលូជីងហើយគេក៏បានអរគុណអ្នកគ្រូលីនដែរដែលថាបាននិយាយជាមួយប៉ាគេថ្ងៃមុនហើយប៉ារបស់គេឥឡូវហ្នឹងគឺបានផ្លាស់ប្ដូរច្រើនណាស់អញ្ចឹងហើយនៅក្នុងជីវិតរបស់គេហ្នឹងរឿងដែលមានសុភមង្គលបំផុតហ្នឹងគឺបានជួបអ្នកទាំងពីរបន្តមកទៀតហ្នឹងគឺជាជីហួយដែលគេបាននិយាយថាគេធ្លាប់មើលចូលវាសនាឲ្យគ្រូបង្វឹកហ្នឹងពីមុនមកតែថាផ្កាយសំណាងរបស់តួប្រុសឆ្នាំហ្នឹងគឺពិតជាភ្លឺខ្លាំងណាស់គេបានជួបស្នេហាពិតនៅកន្លែងហ្នឹងហើយក៏រកឃើញសុភមង្គលពិតដែរប៉ុន្តែឥឡូវហ្នឹងគ្រូបង្វឹកហ្នឹងបានចាក់ចេញហើយហ្នឹងគឺជាកំហុសរបស់គេដែលបានមើលច្បាស់អញ្ចឹងហើយបើសិនជាមានលោកក្រោយគេនឹងមើលឲ្យបានមកចាតែអេដមីនគិតថាជីហួយនឹងនិយាយត្រូវឯងដែលថាតួប្រុសបានជួបស្នេហាពិតនៅកន្លែងហ្នឹងហើយអ្នកបន្តមកទៀតហ្នឹងគឺជាជាងហឹកគេនឹងបានស្គាល់តួប្រុសហ្នឹងមុនអ្នកផ្សេងទៀតដែលថាអ្នកគ្រូលេងហ្នឹងបានជួយគេពីពួក scammer ហើយអ្នកដែលជួយប្រាប់រឿងហ្នឹងទទួលស្រីហ្នឹងគឺជាគ្រូបង្វឹកហ្នឹងហើយគេក៏បាននិយាយទៀតថាតាមពិតទៅមុនពេលដែលគេជួបតួប្រុសហ្នឹងគេបានបាត់បង់ចំណូលចិត្តលើបាល់ទាត់បាត់ហើយតែបន្ទាប់ពីស្គាល់តួប្រុសហ្នឹងបាល់ទាត់គឺជាស្នេហាពិតរបស់គេហើយអ្នកបន្តទៀតហ្នឹងគឺជាអ្នកចន្ទទីស៊ូគេពិតជាអរគុណគ្រូបង្វឹកខ្លាំងណាស់ដែលបានមើលថែពួកគេហើយគេអត់ដែលនឹកស្មានថាអាចលេងបានម្ដងទៀតទេហើយថែមទាំងឈ្នះការប្រកួតទៀតមានអារម្មណ៍ថាគេកំពុងទៅរស់នៅក្នុងក្តីសុបិនអញ្ចឹងហើយអ្នកនិយាយបន្តទៀតហ្នឹងគឺជាប្រធានក្រុមហ្វូដែលថាតាមពិតទៅគេមានរឿងច្រើនណាស់ដែលចង់ប្រាប់តួប្រុសអីនៅពេលដែលតួប្រុសបង្ហាញខ្លួនហ្នឹងគឺដូចជាពលិដឹកនាំជីវិតរបស់គេអញ្ចឹងដែលកាលពីមុនហ្នឹងគេអត់មានក្តីសង្ឃឹមទេហើយគេហួរនៅក្នុងភាពងងឹតមើលអីក៏អត់ច្បាស់ដែរហើយគេស្រាប់តែដឹងខ្លួនថាគេនឹងដើរទៅរកគ្រូបង្វឹកហើយគេក៏និយាយទៀតថាថ្ងៃណាមួយគេនឹងធ្វើឲ្យពួកគេទាំងអស់គ្នានឹងក្លាយជាមោទនភាពរបស់គ្រូបង្វឹកហើយអ្នកចុងក្រោយគេគឺជាលីនឡូដែលសារតែមុនហ្នឹងគេបានកាន់កាមេរ៉ាគេបានថាទោះបីជាគ្រូបង្វឹកចាក់ចេញហ្នឹងក៏គេអត់ចង់ឲ្យគ្រូបង្វឹកហ្នឹងចាក់ចេញទៅដែរប៉ុន្តែពួកគេនឹងខំលេងបាល់បានល្អបន្ទាប់មកពួកគេក៏បាននិយាយថាពួកគេមានដំណើរជូនគ្រូបង្វឹកដែលវាជាហត្ថលេខារបស់ពួកគេទាំង11នាក់ដែលតួប្រុសមើលឡើងអលេងលងទឹកភ្នែកអញ្ចឹងណាពួកគេនឹងក៏បានថតជុំគ្នាជាស្ទាយហូបបេះដូងដែរហើយក៏និយាយថាពួកគេស្រឡាញ់គ្រូបង្វឹកខ្លាំងណាស់បន្ទាប់មកវីដេអូហ្នឹងគឺបានចប់ត្រឹមតែប៉ុណ្្នឹងហើយតួស្រីក៏បាននិយាយថាគេនឹងពិតជាឆ្លាតខ្លាំងណាស់ដែលជ្រើសរើសយករឿងលួយហ្នឹងមកនិយាយដើម្បីចាក់ចេញហើយនាងក៏ដឹងដែរដែលគេនឹងមិនជាគ្រូបង្វឹកថ្មីរបស់ក្លឹបហេងជឺទេហើយនាងក៏បានសួរគេថាការដែលគេចាក់ចេញហ្នឹងមិនចាក់ចេញពីក្មេងៗទេប៉ុន្តែគេចាក់ចេញពីវិស័យបាល់ទាត់ហ្មងត្រូវអត់បន្ទាប់មកពួក
គេទាំងពីរនាក់នឹងក៏បានចេញមកនិយាយគ្នានៅលើតវតួផលបាននិយាយថាគេពិតជាចាក់ចេញពីវិស័យបាល់ទាត់មែនទោះស្អីក៏បានសួរគេថាមូលហេតុអីហើយនាងក៏និយាយទៀតថានាងដឹងថាគេជាមនុស្សដែលមានការតាំងចិត្តខ្ពស់ទោះបីជាបញ្ចុះបញ្ចូលគេឲ្យគេផ្លាស់ប្ដូរចិត្តនឹងក៏គេអត់ព្រមដែរប៉ុន្តែនាងគាត់តែចង់ដឹងមូលហេតុថាមិនគេចាក់ចេញហើយតួផលក៏បាននិយាយថាគេអត់ស័ក្តិសមនៅកន្លែងហ្នឹងទេអីក៏គេអត់ស័ក្តិសមនឹងទទួលបានដែរហើយនាងក៏បានសួរថាដោយសារតែក្មេងព្រោះតែឈប់លេងបាល់នឹងមែនតួផលបាននិយាយថាក្មេងម្នាក់ហ្នឹងអត់បានបោះបង់ការលេងបាល់ទេប៉ុន្តែគេបោះបង់ខ្លួនឯងឯងតែពេលហ្នឹងដែរគេបានលោតពីលើអគារហើយធ្លាក់មកចំពោះមុខតួផលហ្មងតែមុននឹងចែសុនស្លាប់ហ្នឹងគេបានតែមកតួផលហើយតួផលហ្នឹងក៏បានលើកនិយាយជាមួយគេដែរក៏សួរថាចែសុនហ្នឹងនៅកន្លែងណាឲ្យចែសុនហ្នឹងចាំគេសិនថ្ងៃហ្នឹងដែរមានមេភ្លៀងហើយចែសុនហ្នឹងកំពុងតែឈរនៅលើតបអគារហើយគេនិយាយជាមួយនឹងតួផលទេគេបានលោតទម្លាក់ខ្លួនមកហើយតួផលហ្នឹងក៏បានមកឃើញនៅពេលដែលគេហ្នឹងលោតទម្លាក់ខ្លួនដែរចឹងហើយបានជាតួផលហ្នឹងស្អប់ថ្ងៃដែលមានមេភ្លៀងខ្លាំងណាស់ដោយសារតែគេហ្នឹងឃើញចែសុនស្លាប់នៅក្នុងមុខអញ្ចឹងណាហើយតួផលហ្នឹងពិតជាសោកស្ដាយខ្លាំងមែនតើដែលគេហ្នឹងអាចជួយចែសុនបន្ទាប់ពីចែសុនហ្នឹងបានតែមកគេជាលើកចុងក្រោយហើយមករបស់ចែសុនហ្នឹងគឺគាត់យំខ្លាំងមែនតើក៏បានថាឲ្យតួផលដែរថាគាត់បានបកលកូនឲ្យទៅគេមើលថែតើគេហ្នឹងពិតជាមើលថែចែសុនបានល្អមែនអត់ហើយរូបភាពទាំងអស់ហ្នឹងឯងដែលតួផលតែងតែឃើញនៅពេលដែលគេហ្នឹងបានត្រាំនៅក្នុងអាងហួចទឹកតែឥឡូវហ្នឹងតួផលបានយករឿងទាំងអស់ហ្នឹងមកប្រាប់តួស្រីឯងហើយគេក៏និយាយទៀតថាគេនឹងស្បាត់ហាហើយឃើញថាណាគេគឺជាអ្នកឲ្យឆ្នាំហាមឃាត់ទៅកាន់ចែសុនហើយតួស្រីក៏បានសួរគេថាតើប៉ូលីសហ្នឹងអត់មានស៊ើបអង្កេតទេមែនតួផលក៏ថាម៉ាក់របស់ចែសុនហ្នឹងអត់បានឲ្យប៉ូលីសស៊ើបអង្កេតទេដោយសារតែគាត់អត់ចង់ឲ្យកូនគាត់ហ្នឹងទទួលការឈឺចាប់បន្ថែមទៀតចឹងហើយគាត់បានធ្វើកសោវិច័យអីដែរហើយប៉ូលីសហ្នឹងក៏បានសន្និដ្ឋានថាចែសុនហ្នឹងធ្វើអត្តឃាតហើយនាងក៏បាននិយាយលួងលោមគេថាវាមិនមែនជាកំហុសរបស់តួផលទេពេលហ្នឹងដែរតួផលក៏បានដកសភៅកំណត់ហេតុប្រចាំថ្ងៃរបស់ចែសុនហ្នឹងមកឲ្យតួស្រីមើលហើយតួស្រីក៏បានបើកមើលហើយតួផលក៏បានប្រាប់នាងថាបន្ទាប់ពីគេបានអានសភៅកំណត់ហេតុហ្នឹងហើយគេបានគិតដូចតួស្រីនិយាយមុនហ្នឹងទៀតទេតែចែសុនហ្នឹងគឺជាក្មេងថឹងរឹងចំពោះខ្លួនឯងខ្លាំងណាស់អញ្ចឹងហើយតួផលអត់សូវបានយកចិត្តទុកដាក់ជាមួយនឹងចែសុនទេហើយចែសុនហ្នឹងក៏អាចយករឿងផ្ទាល់ខ្លួនរបស់គេហ្នឹងមកប្រាប់តួផលទេតួផលហ្នឹងក៏អាចចង់យកពីចែសុនឲ្យបានច្រើនជាងហ្នឹងដែរតែថាតាមពិតទៅចែសុនហ្នឹងគេគ្រាន់តែជាក្មេងម្នាក់ដែលត្រូវការយកចិត្តទុកដាក់ការលួងលោមក៏ដូចជាការមើលថែក្នុងសភៅកំណត់ត្រារបស់ចែសុនប្រហែលស្លឹកចុងក្រោយហ្នឹងគេបានសរសេរថាហេតុអីបានជាគ្រូបង្វឹកហ្នឹងអត់ជឿគេនិយាយទៅគឺសរសេរបែបហ្នឹងនឹងច្រើនទំព័រហ្មងដែលធ្វើឲ្យតួផលហ្នឹងគឺមានអារម្មណ៍ថាខុសចំពោះចែសុនខ្លាំងណាស់ដែលមនុស្សគ្រប់គ្នាជឿជាក់លើចែសុនទេតែគេគួរណាស់តែជាមនុស្សដែលជឿជាក់ចែសុនខ្លាំងជាងគេប៉ុន្តែគេបែរជាសង្ស័យចែសុនទៅវិញហើយម៉ាក់របស់ចែសុនហ្នឹងគាត់និយាយត្រូវខ្លាំងណាស់ដែលថាគេហ្នឹងគឺជាអ្នកសម្រាប់ចែសុនហើយពេលហ្នឹងដែរតួស្រីក៏បានមកអោបលួងលោមតួផលចឹងណាដែលសារតែគេរៀងយំខ្លាំងដែរហើយនាងក៏បានសួរគេថាមកបញ្ចែសុនឈានដល់ដំណាក់កាលហ្នឹងតួផលក៏បានតបថានៅក្នុងវិស័យហ្នឹងគឺការខិតខំនឹងពេលវេលាហ្នឹងគឺអត់សូវមានតម្លៃប៉ុន្មានទេក្នុងប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនណាន់តុនហ្នឹងគឺមានសម្ពាធខ្លាំងណាស់នៅក្នុងចំណោមកីឡាករ100នាក់ហ្នឹងគឺអ្នកដែលមានតម្លៃហ្នឹងគេចម្រូចចោលហើយចុងក្រោយហ្នឹងនៅសារតែម្នាក់ទេរាល់ការប្រកួតទាំងអស់ហ្នឹងគឺប្រកួតដើម្បីតែលួយដើម្បីតែជ័យជំនះទេហើយដើម្បីតែអភិវឌ្ឍខ្លួនឯងកីឡាករទាំងអស់ហ្នឹងគឺបានបង្ហាត់ឡើងលើពីព្រំដែនរបស់មនុស្សហើយដើម្បីឲ្យកាន់តែលឿនកាន់តែខ្លាំងកាន់តែខ្ពស់ដោយសារតែផលប្រយោជន៍ទាំងអស់ហ្នឹងឯងបានជាតួផលហ្នឹងមើលម្លងកីឡាករគ្រប់គ្នាដែលពួកគេហ្នឹងខ្លាចជាជនរងគ្រោះហើយតួផលក៏បាននិយាយថាគេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ឥឡូវហ្នឹងគេគួរតែទៅហើយគេក៏បានងើបយកអីវ៉ាន់របស់គេហ្នឹងដើរចេញទៅតួស្រីក៏បាននិយាយថានាងយល់ពីអារម្មណ៍របស់គេនាងដឹងថាពីមុនហ្នឹងប្រហែលជាមានអ្នកផ្សេងធ្លាប់និយាយឯងប៉ុន្តែនាងនៅតែចង់និយាយទៀតប្រហែលជាមួយឆ្នាំមុនហ្នឹងនាងក៏បានជួបស្ថានភាពក្រដែរដែលនាងគិតថាជីវិតរបស់នាងហ្នឹងគឺមានន័យទៀតទេអញ្ចឹងហើយនាងចង់សម្លាប់ខ្លួនក៏បានឡើងលើតបអគារដោយការដែលយើងឃើញពីដើមវគ្គ1តែពេលហ្នឹងនាងមានកាក់មួយបើសិនជាបោះចំលេខ1ហ្នឹងនាងនឹងទៅប៉ុន្តែបើសិនជាបោះចំមកខាងទៀតនឹងនៅកន្លែងហ្នឹងនាងក៏និយាយទៀតថាមិនថាណាក៏ល្អឬក៏អាក្រក់ទេនាងអត់ចង់ជួបប្រទះរឿងទាំងអស់ហ្នឹងទៀតទេហើយនាងក៏បានសួរថាតួផលហ្នឹងដូចគ្នាដែរមែនដែលគេមានអារម្មណ៍ថាបាល់ទាត់ហ្នឹងលែងមានន័យតួផលក៏ថាគេអត់ដឹងទេហើយនាងក៏បានឲ្យកាក់ទៅគេឲ្យគេហ្នឹងសាក់លបងបោះដូចនាងដែរនាងក៏និយាយទៀតថាអត់អាចបញ្ចុះបញ្ចូលគេបានទៀតទេប៉ុន្តែនាងមានអារម្មណ៍ថានៅក្នុងជំរឿចិត្តរបស់គេហ្នឹងអត់ទាន់ចង់បោះបង់ទាំងស្រុងទេដល់ទៅលើអញ្ចឹងតួផលហ្នឹងក៏បានយកកាក់ពីនាងបន្ទាប់មកតួផលហ្នឹងក៏ចាប់ផ្ដើមធ្វើការបោះកាក់ហ្នឹងទៅលើហើយនៅពេលដែលកាក់ហ្នឹងតម្លាក់មកវិញហ្នឹងតួផលគឺបានលេខ1អញ្ចឹងបានន័យថាគេត្រូវចាក់ចេញហើយតួស្រីហ្នឹងគឺបាននិយាយអីទៀតទេបន្ទាប់មកតួផលក៏បានយកអីវ៉ាន់ហ្នឹងដើរចេញទៅប៉ុន្តែមុននឹងគេទៅហ្នឹងគេក៏បានសួរនាងថាកាលនោះនាងបោះកាក់បានខាងណាតែតួស្រីក៏បានស្ម័យទៅដល់កាលនោះដែរនាងបោះកាក់បានខាងលេខ1អញ្ចឹងបានន័យថានាងក៏ត្រូវចាក់ចេញដែរប៉ុន្តែតួស្រីហ្នឹងនៅបន្តនៅទីក្រុងហុងជីងហ្នឹងទៀតតួផលក៏បានសួរនាងថាចង់មិនបានជានាងនៅកន្លែងហ្នឹងទៀតហើយនាងក៏បាននិយាយថាដោយសារតែនាងហ្នឹងឈិត
បន្ទាប់មកសាច់គ្រឿងឱកាសដល់ថ្ងៃថ្មីដែលយើងឃើញថាកូនសិស្សនឹងនាំគ្នាមកលេងផ្ទះតួស្រីទាំងអស់គ្នានៅពេលនឹងដែរតួស្រីចេញពីបន្ទប់ទឹកមកក៏ឃើញថាស្បែកជើងពួកគេនឹងនៅឡើងពេញផ្ទះហើយក៏សួរពួកគេថាមកជប់លៀងមែនហើយពួកគេក៏នាំគ្នានិយាយថាថ្ងៃនឹងដែរមានការប្រកួតលើកឆាំពីនអញ្ចឹងហើយពួកយើងនឹងគួរតែនាំគ្នាមើលការប្រកួតនឹងទៅដើម្បីទុកជាចំណេះដឹងបន្ទាប់មកពួកគេនឹងក៏បានបើកទូរបស់តួស្រីមើលហើយនាងក៏បានសួរពួកគេថាមិនបានជាពួកគេនឹងមកមើលការប្រកួតនៅផ្ទះនាងវិញដែលឈីលៀងបាននិយាយថាដោយសារតែក្រុមវឹកនឹងចាក់ចេញអញ្ចឹងហើយឈិនអោខ្លាចថាអ្នកខូលិននឹងនៅម្នាក់ឯងអញ្ចឹងហើយបានជាហៅពួកយើងនឹងមកកំដរហើយឈិនអោក៏បានប្រកែកថាមិនមែនគេទេគឺជាប្រធានក្រុមហ្វូហើយប្រធានក្រុមហ្វូក៏បាននិយាយថាដោយសារតែពួកយើងខ្លាចអ្នកខូលិននឹងនៅសេតែម្នាក់ឯងហើយនាងក៏បានអរគុណពួកគេហើយក៏សួរថាពួកគេនឹងអាចបានអានវេទិកាអនឡាញតែមែនហើយនឹងដែរនាងក៏បានឲ្យលីនរ៉ូបើកមើលអញ្ចឹងណាក៏ឃើញថាក្លឹបរបស់យ៉ងឈួនហេងជឺនឹងបានយកអតីតអនុប្រធានរបស់ណានតននឹងមកធ្វើជាគ្រូបង្វឹកហើយពួកគេនឹងក៏បានគិតថាជាតួផលតួស្រីនឹងក៏បានឲ្យលីនរ៉ូនឹងអត់ទៅក្រោមទៀតទៅហើយពួកគេក៏ឃើញថាគ្រូបង្វឹកថ្មីនឹងគឺជាលោកលាវឈួនខ្វាងមិនជាតួផលទេហើយពួកគេក៏នាំគ្នាឆ្ងល់ថាចុះគ្រូបង្វឹកនឹងទៅណាវិញឥឡូវនឹងគាត់នៅកន្លែងណាពេលនោះដែរក៏មានអ្នកមកគួរទ្វារតួស្រីក៏បាននិយាយថានាងបានកំងមកហូបចំណឿនទ្វារដល់ពេលបើកទ្វារមកគឺជាតួផលហើយគេនឹងក៏បានចូលមកសប្រាយក្មេងៗគាត់នៅឃើញតួផលភ្លាមនឹងពួកគេសប្បាយចិត្តខ្លាំងណាស់ហើយក៏បានហត់មកអោបតួផលគ្រប់គ្នាហើយពួកគេក៏បានសួរតួផលថាមិនបាននៅកន្លែងហ្នឹងលប់ហេងជើនឹងបានបដិសេធតួផលមែនតមកតួផលក៏បាននិយាយថាដោយសារតែគេនឹងបានពិចារណាច្រើនដងហើយតែថាពួកក្មេងៗទាំងអស់គ្នានឹងគឺគួរឲ្យចាប់អារម្មណ៍ជាងបន្ទាប់មកពួកគេក៏សួរថាមិនបានដោចិត្តភ្លាមអញ្ចឹងតួផលក៏បាននិយាយថាគេទ្រាំអត់បានក្នុងការចាក់ចេញពីពួកគេទាំងអស់គ្នាហើយនឹងដែរពួកគេធ្វើដូចជាភើហូមនឹងសំដីរបស់តួផលអញ្ចឹងណាលីនឡូក៏បានសួរតួផលថាអត់ចង់ចាក់ចេញពីពួកយើងឬក៏អត់ចង់ចាក់ចេញពីអ្នកខូលីនតួផលក៏ថាគេក៏អាចទ្រាំចាក់ចេញពីតួស្រីបានដែរពួកគេក៏នាំគ្នានិយាយថាអញ្ចឹងពេលល្ងាចហ្នឹងពួកយើងនាំគ្នាទៅញ៉ាំហតផតទៅហើយតួស្រីហ្នឹងក៏បានដើរទៅយកនាឡិកាកំណត់នាទីហ្នឹងមកពាក់ឲ្យតួផលវិញសាច់គ្រឿងក៏កាត់នៅពេលដែលតួផលហ្នឹងមិនញ៉ាំអីជាមួយនឹងយូបូដែលយូបូហ្នឹងបាននិយាយថាតួផលហ្នឹងសម្រាប់ចិត្តធំត្រូវគេក៏ប្រាប់តួផលហ្នឹងកុំឲ្យបារម្ភពីរឿងផ្សេងទៀតអីតួផលក៏និយាយថាបើឲ្យយូបូហ្នឹងនិយាយបែបចាស់ទុំហ្នឹងមកកាន់គេទេយូបូហ្នឹងក៏និយាយថាគេជាបងថ្លៃរបស់តួផលអញ្ចឹងឯងគេនិយាយបែបចាស់ទុំអញ្ចឹងមានន័យខុសហើយគេក៏បានសួរតួផលថាអញ្ចឹងគេបានប្រាប់រឿងទាំងអស់ហ្នឹងទៅអ្នកគ្រូលីនឯមែនហើយគេក៏ថាបែបឲ្យតួផលហ្នឹងប្រាប់គេទេចាំគេទាយសិនគេក៏បានទាយថាតួផលហ្នឹងប្រាប់តែរឿងចេះសិនទៅអ្នកគ្រូលីនទេអត់បានប្រាប់រឿងដែលគេមកទីក្រុងហុងជីងហ្នឹងដើម្បីសើមគេតួស្រីទេហើយគេក៏បានដាស់តឿនតួផលថាបើសិនជាគេនៅតែបន្តលាក់រឿងហ្នឹងពីនាងទៀតអត់មានចង់បញ្ចប់ល្អទេតួផលក៏បាននិយាយថាគេក៏ដឹងរឿងហ្នឹងដែរយូបូក៏សួរថាចុះគេចង់ធ្វើមិនតទៀតគេក៏បានតបយូបូថាគេមានតែហុងចាំទេចាំរហូតដល់សើមគេរឿងច្បាស់លាស់ហើយមិនគេមានតែប្រយោគប្រាប់នាងតាមក្រោយហើយគេក៏បានសួរយូបូថាចន់រឿងនៅចក្រភពអង់គ្លេសហ្នឹងសើបដល់ណាហើយយូបូក៏បាននិយាយថានៅពេលដែលក្រុមខេវិននឹងគ្រប់គ្រងនឹងគេបានឈ្នះខេវិននឹងតែងតែចំណាយទៅលើរបស់ថ្លៃៗមួយចំនួនដូចជាទិញឡានទិញកប៉ាល់ថែមទាំងទិញអចលនៈទ្រព្យហើយអ្នកឈ្មោះរបស់គេទាំងអស់ដែលរបស់នឹងសុទ្ធតែថ្លៃលើសពីសមត្ថភាពប្រាក់ខែរបស់គេអញ្ចឹងហើយពួកគេទាំងពីរនាក់នឹងក៏គិតថាភាគរយខ្ពស់ហើយដែលខេវិនលីនឹងតាក់ទងជាមួយនឹងការស្លាប់របស់ជេសុនឥឡូវនឹងពួកយើងហៅសើមកគេថាតើគេនឹងមានតំណែងអីជាមួយនឹងម្ចាស់ខោហុកស្លឹកវាអសកុយហើយគឺឱកាសនៅពេលដែលតួផលនឹងត្រឡប់មកផ្ទះវិញហើយគេក៏បានឃើញថាមួយនឹងមាត់ទ្វារដែរនឹងដែរគឺជាអំណោយតែតួស្រីនឹងទិញឲ្យក្នុងការដែលតួផលនឹងត្រឡប់មកវិញបន្ទាប់មកយើងក៏ឃើញថាតួផលនឹងបានបើកប្រអប់នឹង unboxing ឯងហើយក៏ឃើញថាជាតុក្កតាដ៏ខ្ជូតមួយគេក៏បានថតតុក្កតានឹងផ្ញើទៅតួស្រីមើលហើយក៏និយាយថាអរគុណសម្រាប់អំណោយតួស្រីក៏បាននិយាយថាតុក្កតានឹងមើលទៅដូចជាតួផលខ្លាំងណាស់ហើយតួផលនឹងក៏បានដាក់ sticker ទៅនាងមួយវិញទៅកាត់មកដល់ថ្ងៃថ្មីឃើញថាតួស្រីនឹងទៅងើបពីគេងទេហើយនាងដូចជាខកម៉ោងឯងហើយនាងក៏បញ្ញាប់ទៅសាលាអញ្ចឹងណាហើយនៅពេលដែលមកដល់សាលានឹងឃើញថាថ្ងៃហ្នឹងគឺជាវេនយាមរបស់វ៉ុនឈឹងយីហើយនឹងដែរគេហៅបត់ទ្វារឯងប៉ុន្តែតួស្រីបានមកតាន់តួស្រីក៏បាននិយាយថាឲ្យវ៉ុនឈឹងយីថ្ងៃហ្នឹងជាវេនរបស់គេឲ្យគេនឹងធ្វើឲ្យបានល្អទៅឈឹងយីក៏បាននិយាយថាតួស្រីនឹងគឺជា Queen of Land នាងក៏និយាយថាអត់ដល់ម៉ោងទេប៉ុន្តែពេលនឹងដែរគឺកណ្ដឹងហៅឯងអញ្ចឹងឯងគឺដល់ម៉ោងឯងដល់ម៉ោងហ្នឹងតួស្រីក៏បានដើរចេញទៅគណៈពេលនឹងដែរគឺមានម៉ូតូធំមួយនឹងបានជិះចូលមកហើយក៏បានហៅតួស្រីនឹងឲ្យឡើងម៉ូតូជាមួយនឹងខ្លួនដោយសារតែរៀងយឺតម៉ោងដែរនឹងតួស្រីក៏បានជិះម៉ូតូជាមួយនឹងម្នាក់នឹងក្រោយមកនឹងពួកគេក៏បានមកដល់កន្លែងដែលត្រូវឈប់ហើយតួស្រីនឹងក៏បានអរគុណម្នាក់នឹងហើយម្នាក់នឹងក៏បានធ្វើ style ប្រចាំតកោឲ្យតួស្រីឃើញអញ្ចឹងក៏សួរថាជាជូលីមែនតែម្នាក់នឹងដែរគឺជាមិត្តរួមមនុស្សវិទ្យាល័យរបស់តួស្រីគេមានឈ្មោះថាជូលីថ្ងៃនឹងដែរគឺជាថ្ងៃធ្វើការដំបូងរបស់គេឥឡូវហ្នឹងគេនឹងតួស្រីនឹងបានខ្លាចជាមិត្តរួមគេងារជាមួយគ្នាហើយដែលជូលីនឹងគឺជាគ្រូផ្នែករូបវិទ្យាបន្ទាប់មកពួកគេទាំងពីរនាក់នឹងក៏បានបែកផ្លូវគ្នាដោយសារតែតួស្រីនឹងបញ្ញាប់ទៅប្រជុំ
ហើយជូលីនឹងគឺត្រូវតែជួបគ្រូផ្សេងទៀតសាច់រឿងឱកាសនៅពេលដែលពួកក្មេងៗនឹងកំពុងតែ training ហើយពួកគេនឹងក៏បាននិយាយពីអ្នកគ្រូដែលទៅបញ្ចូលថ្មីនឹងដែលជាជូលីនឹងឯងថាអ្នកគ្រូលីនឹងធ្លាប់ជាប់ក្រុមជម្រើសជាតិទៅប្រកួតនៅអូឡ ពេចផ្នែករូបវិទ្យាទៀតស្នាក៏និយាយថាអ្នកគ្រូលីនឹងបកកែអញ្ចឹងមកបរៀននៅស្នាយើងទៅអីហើយពួកគេក៏និយាយថាមិនបាច់ខ្វល់ទេដោយសារតែយើងនឹងមានគ្រូបង្វឹកក៏ដូចជាអ្នកគ្រូលីនេះសារតែពួកគេនឹងក៏តែនិយាយគ្នាហើយតួផលនឹងក៏បានផ្លុំកញ្ចែក៏និយាយថាប្រហែលជាខ្លួននឹងសួរជាមួយនឹងពួកគេពេលគេបានជាពួកគេនឹងអត់ខំប្រឹងបង្ហាត់បន្ទាប់ពីចាប់ការបង្ហាត់នឹងឲ្យពួកគេបង្ហាត់2ដងទៀតដល់ពេលហើយពួកគេក៏បកកែអញ្ចឹងណាតួផលក៏ថា3ដងទៀតហើយពួកគេនឹងក៏លែងហ៊ានបកកែទៀតទៅគណៈពេលនឹងដែរតួស្រីក៏បាននាំអ្នកគ្រូលីនឹងមករាក់ទាក់ជាមួយនឹងតួផលតែគេបានណែនាំថាតួផលនឹងគឺជាគ្រូបង្វឹកហើយជូលីនឹងគឺជាមិត្តកាលពីកុមារភាពរបស់នាងតែនឹងដែរជូលីក៏បាននិយាយថានាងត្រូវទៅរកសារបាយការណ៍សិនហើយកុំភ្លេចពីការណាត់ជួបថ្ងៃសៅរ៍ផលលឺអញ្ចឹងក៏បានសួរថាថ្ងៃសៅរ៍នឹងមានកម្រងទៅណាមែនតួស្រីក៏បាននិយាយថាពួកយើងទាំងពីរនឹងមានកម្រងទៅបោះតង់តួផលក៏ថាខែថ្ងៃសៅរ៍នឹងពួកយើងទៅញ៉ាំទីអាំងជាមួយគ្នាឯងតួស្រីក៏និយាយថាអញ្ចឹងអាទិត្យវិញប៉ុន្តែជូលីនឹងបាននិយាយថាខែថ្ងៃអាទិត្យនឹងតួស្រីមានណាត់ទៅសពពេញជាមួយនឹងគេឯងតួស្រីក៏បានសុំតួជូលីដែលនាងផ្លេចអញ្ចឹងណាហើយតួស្រីក៏បាននិយាយថាអញ្ចឹងចាំមកទឹកក្រោយមកទៅពេលនោះដែរជូលីក៏និយាយថាភោជនីយដ្ឋានហ្នឹងក៏ពេលណាក៏បានដែរហើយនាងក៏ចូលចិត្តញ៉ាំទាអាំងដែរអញ្ចឹងទៅជាមួយគ្នាមកទៅហើយតួផលក៏បាននិយាយថាអញ្ចឹងគេក៏ទៅបោះតង់ដែរដោយសារតែគេហ្នឹងក៏ចូលចិត្តការបោះតង់ដែរតើលើអញ្ចឹងតួស្រីនិងជូលីនឹងធ្វើមកឡើងគាំងហើយតួស្រីក៏បានជួយនិយាយថាឲ្យទៅបោះតង់គ្នាច្រើនទៅក៏សុបាយដែរហើយជូលីនឹងក៏បានយកព្រមទៅដល់ហើយតួផលក៏ថាគេទៅធ្វើការវិញឯងបន្ទាប់មកសាច់រឿងឱកាសដល់ថ្ងៃតបោះតង់ពេលនឹងដែរជូលីបានសួរតួស្រីថាធ្ងន់អត់ចាំនាងជួយយូរប៉ុន្តែតួផលនឹងបានយកពីដៃតួស្រីដល់ពេលមកជាហ៊ានទៀតនឹងជូលីក៏បានលើកពីដៃតួស្រីនឹងដើរចេញទៅបាត់ទៅដល់ហើយតួផលធ្វើមកឡើងឆ្ងល់និយាយទៅពីអ្នកគេនឹងខ្លាចតួស្រីបបាក់អញ្ចឹងណាហើយតួផលក៏បាននិយាយថាតិចទៀតយូរបងមកដល់ហើយយើងឃើញថាបងរបស់តួផលវ៉ាន់ធាននឹងគាត់ក៏បានមកដែរហើយគាត់ក៏បានសួរស្ដីអ្នកគ្រូលេងអញ្ចឹងណាហើយគាត់ក៏បានប្រាប់ឈ្មោះថាគាត់ឈ្មោះវ៉ាន់ធានដែលកាន់តួស្រីតែប៉ុណ្ណឹងតួស្រីយល់លេថាវ៉ាន់ធានហើយនឹងតួផលនឹងគឺជាបងប្អូនគ្នាបន្ទាប់មកសាច់រឿងរបស់យើងគឺស្លេះតែប៉ុណ្ណឹងចង់ដឹងថាតែរឿងបន្តនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានជាមួយនឹង admin ទាំងអស់គ្នានៅភាគក្រោយនេះហើយកុំភ្លេចចុច like subscribe channel admin ម្នាក់មួយផងហើយបើចង់តាមទាន់នៅពេលដែល admin ចេញរឿងកុំភ្លេចដាក់សញ្ញាកណ្ដឹងផងហើយបើចូលចិត្តវីដេអូនោះកុំភ្លេចចុច like ផងអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ